បាទសួស្តីអ្នកនរគ្នាតោះយើងមកបន្តនៅមេរៀនទី1របស់យើងគឺបាទការចាប់ផ្ដើមជាមួយនឹងកម្មវិធី Word អញ្ចឹងចំណុចទី2នេះគឺយើងនឹងទៅស្វែងយល់បាទនឹងដឹងអំពីតើអ្វីជា Tell Me បាទ Microsoft Account ហើយនិង The Ruler អញ្ចឹងយើងទៅមើលចំណុចទី1ទាំងអស់គ្នាបាទ 2.4 គេថា Tell Me របា Tell Me អនុញ្ញាតឲ្យអ្នកស្វែងរកបាទនៅពាក្យបញ្ជាបាទជាច្រើនដែលមានប្រយោជន៍ជាពិសេសបើសិនបើយើងអត់បានចាំទីតាំងថាតើពាក្យបញ្ជានឹងនៅត្រង់ណាជាក់លាក់ទេបាទនៅក្នុង Home Menu ឬក៏នៅក្នុង Insert បាទយើងចង់យកជា font ឬក៏ font color font style ឬក៏បាទ image ជាដើមអញ្ចឹងយើងប្រើ Tell Me អាចជួយបានអញ្ចឹងការប្រើប្រាស់មុខងារ Tell Me ប្រសិនបើអ្នកមានបញ្ហាក្នុងការស្វែងរកពាក្យបញ្ជាដែលអ្នកចង់បានអញ្ចឹងមុខងារ Tell Me អាចជួយបានអញ្ចឹងវាដំណើរការដូចរបស់ស្វែងរកបាទនៅពេលយើងប្រើ browser ឬក៏ប្រើ search យើងប្រើពាក្យថា search ឬក៏ស្វែងរកនោះគឺយើងអាចស្វែងរកឈ្មោះឬក៏ពាក្យបញ្ជាណាមួយអញ្ចឹងយើងត្រូវសរសេរបាទឬក៏វាយនៅឈ្មោះពាក្យបញ្ជាដែលយើងកំពុងស្វែងរកនឹងបាទឧទាហរណ៍ដូចនៅក្នុងរូបភាពនេះអញ្ចឹងយើង Tell Me គឺនៅត្រង់ចំណុចនេះអញ្ចឹងនៅពេលដែលយើងចង់រកពាក្យបញ្ជាឧទាហរណ៍ខ្ញុំចង់ដាក់បាទទំព័របាទទំព័រលេខទំព័រអញ្ចឹងយើងអាចវាសរសេរពាក្យថា add page numbers បាទវាអត់ស្គាល់អក្សរខ្មែរទេយើងស្គាល់តែភាសាអង់គ្លេសបាទអញ្ចឹងយើងវាយមកវានឹង load ឲ្យយើងឃើញហើយយើងអាចរើសប្រើប្រាស់បានអញ្ចឹងនៅត្រង់ការដាក់ page number នេះយើងចូលទៅក្នុងនេះគេបាទ insert បាទអញ្ចឹងនេះយកបាក់ចូលទៅក្នុង insert នេះគឺយើងវាយបាទ add page number តែម្ដងបាទអញ្ចឹងជំរើសបាទមានពាក្យបញ្ជាជាច្រើននឹងលេចឡើងតើមកយើងអាចប្រើប្រាស់ពាក្យបញ្ជានោះបានដោយមិនចាំបាច់ទៅស្វែងរកនៅលើ ribbon នោះទេបាទអញ្ចឹងគឺងាយស្រួលបាទអញ្ចឹងតោះយើងទៅមើលពីរបៀបប្រើប្រាស់នៅ Tell Me ទាំងអស់គ្នាអញ្ចឹងរបៀបបើកនៅកម្មវិធី Word អ្នកទាំងគ្នាអាចចេះបើកហើយបាទអញ្ចឹងយើងអាចបាទចូលមក search នៅខាងក្រោមនេះឬក៏យើងចុចប៊ូតុង Start key នេះយើងទៅសេពបាទវាពាក្យថា Word បាទអញ្ចឹងយើងបើកជាមួយនឹងឯកសារ Word របស់យើងមកបាទអញ្ចឹងដោយសារតែយើងអត់ទាន់មានឯកសារយើងអាចបង្កើតឯកសារថ្មីបាទឬមួយក៏យើងមានឯកសាររួចហើយយើងអាចមកមើលខាងក្រោមនេះបាទយើងអាចបើកឯកសារណាមួយដែលយើងមានស្រាប់ក៏បានដែរបាទអញ្ចឹងយើងបង្កើតថ្មីមកបាទ blank document បាទក្រោយមកអ្នកនរគ្នាអាចមករកមើលបាទនៅខាងលើនេះបាទយើងមានរូបសញ្ញានេះបាទសញ្ញាដូចកែវឆ្លោះបាទយើងមានពាក្យថា search បើនៅក្នុង version ខ្លះដូចនៅក្នុងមេរៀនរបស់យើងគឺគេដាក់ជាអក្សរ Tell Me បាទអញ្ចឹងដូចនៅក្នុងរូបនេះបាទនៅពាក្យនេះដោយសារយើងបានសរសេរហើយវាអត់ចេញ Tell Me ទេហើយវាមានរូបជាអំពូលភ្លើងបាទអញ្ចឹងដើម្បីប្រើប្រាស់ search នឹងបានអញ្ចឹងអ្នកនរគ្នាត្រូវចាំនៅពាក្យបញ្ជាមួយចំនួនសិនបាទអញ្ចឹងតួយ៉ាងដូចនៅក្នុង home menu របស់យើងនេះបាទយើងមានពាក្យបញ្ជាដូចនៅក្នុង block clipboard នេះបាទគឺយើងមាន path បាទមាន cut អញ្ចឹងអ្នកនរគ្នាគណៈដាក់ mouse ពីលើមកវានឹងចេញឈ្មោះឲ្យយើងឃើញហើយ copy មែនណាបាទ path បាទហើយនេះអីគេបាទ font បាទ block font ហើយយើងដាក់មកបាទ bold បាទអញ្ចឹងអ្នកនរគ្នាត្រូវចាំពាក្យបញ្ជាទាំងអស់ហ្នឹងចង់បានអក្សរដុតអ្នកនេះត្រូវសរសេរ bold បាទចង់បានអក្សរត្រេតអ្នកនេះត្រូវសរសេរបាទ italic italic បាទអញ្ចឹងបើអ្នកគ្នាអត់ចាំទេអ្នកនេះអាចកត់បានបាទយើងអាចដាក់ mouse ពីលើនឹងហើយយើងអាចកត់បាទដូចបាទ superscript ដូចគេបាទដាក់ការ៉េឬក៏បាទដាក់សន្ទស្សន៍បាទ subscript នេះ superscript បាទអានេះ font size បាទមានឈ្មោះគេស្រេចអញ្ចឹងឧទាហរណ៍ថាយើងនៅលើបាទ menu ផ្សេងហើយយើងចង់បានពាក្យបញ្ជាចេញពីក្នុង home អញ្ចឹងជាទូទៅយើងតែងតែចូលទៅក្នុង home ហើយយើងបាទជ្រើសរើសបាទអញ្ចឹងបើសិនជាយើងនៅលើ menu ផ្សេងយើងចង់ប្រើ Tell Me ឬក៏ search នេះយើងអាចឥឡូវឧទាហរណ៍ថាខ្ញុំចង់បានអីគេខ្ញុំចង់ដាក់អក្សរនេះឲ្យដិតអញ្ចឹងអ្នកនេះអាចគ្រាន់តែ select ពីលើអក្សរហ្នឹងមកបាទយើងសេ
ចឹងនៅពេលដែលចេញបានយើងគ្រាន់តែបាទ click ពីលើមកវានឹងចេញបាទ select របស់យើងបាទចឹងមុននឹងយើងអាចដាក់បានបាទគឺយើងត្រូវការ select នៅលើពាក្យនឹងសិនបាទព្រោះយូរទៅតទៅយើង select សិនទើបយើងអាចបាទប្រើប្រាស់នៅពាក្យបញ្ជាទាំងអស់បាទអញ្ចឹងយើងចង់បានពាក្យបញ្ជាដូចជា font size បាទ font size គឺយើងដាក់ទំហំអក្សរបាទអញ្ចឹងខ្ញុំអាចរើសទំហំអក្សរមកដាក់72គឺខ្ញុំបានធំតែម្ដងអញ្ចឹងអ្នកនរគ្នាត្រូវចាំពាក្យបញ្ជាដែលមាននៅក្នុងនឹងទាំងអស់បាទដូចជា picture បាទ insert pictures បាទ shape បាទ draw a shape វាខ្លះយើងអាច save shape ទៅទេក៏បានប៉ុន្តែយើង save ពាក្យគេពេញមក draw a shape បាទ icon បាទ insert an icon បាទគឺបើសិនខ្ញុំសរសេរ shape បាទពេលខ្លះវាអត់ចេញឲ្យយើងទេបាទ draw a shape បាទអញ្ចឹងវានឹងចេញឲ្យយើងបែបនេះបាទអញ្ចឹងយើង save ពាក្យគេឲ្យពេញអញ្ចឹងបន្ទាប់ពីអ្នកគ្នាបានបាទដឹងនឹងបាទយល់អំពីរបៀបប្រើប្រាស់បាទ tell me បាទ tell me bar ឬក៏ search bar នឹងហើយយើងបន្តទៅមេរៀនបន្តរបស់យើងបាទអញ្ចឹងមេរៀនបន្តរបស់យើងតាក់ទងទៅនឹងបាទ Microsoft Account អញ្ចឹងនៅត្រង់នេះគឺវាចង់បញ្ជាក់ថានៅក្នុងរាល់កម្មវិធីផ្សេងៗដែលយើងប្រើប្រាស់គឺតែងតែមានគណនីបាទអញ្ចឹងអ្វីយើងប្រើទូទៅគឺគេកំណត់ឲ្យមានជាសិទ្ធិនៅក្នុងការប្រើប្រាស់មាន account បញ្ជាក់អំពីបាទគណនីរបស់យើងអញ្ចឹងដោយសារយើងប្រើទូទៅគឺភាគច្រើនយើងប្រើគេហៅថា credit ឬក៏យើងនិយាយស្រួលស្ដាប់គឺយើងលួចគេប្រើអញ្ចឹងយើងអត់មាន account បញ្ជាក់ទេតែយើងអាចប្រើបានប៉ុន្តែខុសច្បាប់របស់គេបាទអញ្ចឹងបើសិនបើជាអ្នកគ្នាទិញ license គឺយើងមាន account ដែលយើងអាច sign in ចូលទៅប្រើប្រាស់បានកម្មវិធីហ្នឹងហើយការប្រើប្រាស់ហ្នឹងគឺមានសិទ្ធិពេញលេញច្បាស់លាស់បាទអញ្ចឹងដើម្បីឲ្យអ្នកគ្នាបាទដឹងកាន់តែច្បាស់ជាងខ្ញុំសូមទៅបង្ហាញប៉ុន្តែខ្ញុំអត់បាន log in បាទឬក៏ចូលទៅប្រើប្រាស់គណនីដែលមានសិទ្ធិពេញលេញទេបាទអញ្ចឹងពេលអ្នកគ្នាបើកនៅកម្មវិធី Word មកយើងអាចមើលនៅផ្នែកខាងស្ដាំដែលមានពាក្យថាបាទ sign in បាទ sign in អញ្ចឹងនៅពេលណាដែលយើងបានភ្ជាប់បាទកុំព្យូទ័ររបស់យើងទៅកាន់អ៊ីនធឺណិតរួចហើយបាទអញ្ចឹងយើងអាចចុច sign in មកអញ្ចឹងវានឹងលោតផ្ទាំងដូចខាងក្រោមនេះបាទអញ្ចឹងពេលអ្នកនរមាន account អ្នកនេះអាច sign in មកយើងចូលទៅគណនីរបស់យើងអញ្ចឹងនៅត្រង់នេះនឹងបដូរបាទពីពាក្យ sign in ទៅជារូប profile របស់យើងឈ្មោះរបស់យើងឬក៏បាទ Gmail ឬក៏ email ឬក៏ Microsoft account របស់យើងបាទអញ្ចឹងដោយសារតែយើងអត់មានទេអញ្ចឹងយើងអត់អីទេប៉ុន្តែការប្រើប្រាស់ Credit កម្មវិធីហ្នឹងគឺជាទូទៅយើងអាចប្រើបានក្នុងកំឡុងពេល5ទៅ6ខែបាទអញ្ចឹងដល់ពេលដែលអស់គឺយើងត្រូវការបាទ Credit បាទធ្វើការ Credit ម្ដងថ្មីម្ដងទៀតបាទអញ្ចឹងនេះគ្រាន់តែជាការចូលទៅកាន់គណនី account ប៉ុណ្ណោះទេបាទអញ្ចឹងយើងទៅមេរៀនបន្ទាប់របស់យើងទៀតបាទអញ្ចឹងមេរៀនបន្ទាប់របស់យើងគឺបាទ 2.6 The Ruler បាទថាបន្ទាត់អញ្ចឹងបន្ទាត់ពាក្យភាសាអង់គ្លេសហៅថា ruler បាទនេះមានទីតាំងនៅផ្នែកខាងលើនិងផ្នែកខាងឆ្វេងនៃឯកសាររបស់យើងបាទវាធ្វើឲ្យយើងកាន់តែងាយស្រួលក្នុងការកែតម្រូវឯកសាររបស់យើងបាទឲ្យវាមានភាពជាក់លាក់បើមិនបើយើងចង់យើងអាចលាក់ឬក៏បង្ហាញបន្ទាត់នឹងបានបាទនៅលើអេក្រង់នៅលើផ្ទៃនៃកម្មវិធីរបស់យើងបាទនៅលើក្រដាសកិច្ចការងាររបស់យើងណាបាទអញ្ចឹងតោះយើងទៅមើលថា ruler ហ្នឹងយើងអាចបាទលាក់ឬក៏បង្ហាញហើយវាប្រើប្រាស់បានយ៉ាងម៉េចទៅបាទអញ្ចឹងយើងត្រឡប់ចូលមកនៅក្នុងបាទឯកសាររបស់យើងបែបនេះអញ្ចឹងដូចអ្នកនរបានឃើញបាទអញ្ចឹង ruler គឺវាបង្ហាញនៅផ្នែកខាងលើនៃក្បាលកិច្ចការងាររបស់យើងបែបនេះបាទមានលេខពណ៌បែបនេះបាទឬក៏បាទវាបង្ហាញនៅផ្នែកខាងឆ្វេងដៃបាទអញ្ចឹងបើសិនជាអ្នកនរគ្នារកអត់ឃើញឬក៏បាត់គឺយើងត្រូវការចូលទៅក្នុងmenu មួយឬក៏ tab មួយឈ្មោះថា view បាទ view
ចឹងយើងទៅដកបាទយើងអាច tick ឬក៏ដក tick បាទចឹងនៅពេលណាយើងអត់ឃើញ tick នៅត្រង់ពាក្យថា ruler នេះទេគឺបាទប្រទើរបស់យើងហ្នឹងគឺនឹងបាត់ហើយចឹងពេលដែលយើងបាត់រកអត់ឃើញគឺយើងអាចចូលទៅក្នុង view menu ឬក៏ view tab ហើយយើង tick នៅត្រង់ ruler បាទចឹងនៅត្រង់នេះគឺវាមានបាទ grid line បាទអញ្ចឹង grid line វាបង្ហាញជាកន្លានៅលើក្តារកិច្ចការងាររបស់យើងបែបនេះបាទអញ្ចឹងយើងចង់ដោះគឺយើងអាចចូលទៅក្នុង view យើង untick បាទយើងដោះ tick នឹងចេញវិញមកបាទអញ្ចឹង ruler នឹងប្រើបានអីខ្លះអញ្ចឹង ruler គឺយើងអាចធ្វើការបាទយើងដាក់ម៉ៅពីលើបាទពាក្យថា ruler មកវានឹងបង្ហាញបាទអញ្ចឹង ruler វាបង្ហាញគេបាទវាបង្ហាញបន្ទាត់បាទជាប់ទៅនឹងក្តារកិច្ចការងាររបស់យើងបាទអញ្ចឹងយើងអាចឃើញមើលឃើញវាបានហើយយើងអាចបាទប្រើប្រាស់នៅក្នុងការ set tab បាទយើងចង់កំណត់ថាតើបាទអក្សររបស់យើងនេះបាទយើងដាក់ម៉ៅបាទយើងคลิกម៉ៅពីលើចំណុចនៃជួរអក្សរណាមួយមកបាទយើងអាចកំណត់ tab គឺយើងរំកិល tab នៃអក្សររបស់យើងទូយ៉ាងដូចយើងចូលបាទដើមបន្ទាត់អញ្ចឹងយើងអាច click យើងចុចបាទប៊ូតុង tab នៅលើ keyboard របស់យើងបាទអញ្ចឹងវានឹងបាទ load ចូលទៅក្នុង tab ដែលយើងបានចុចកំណត់នេះបាទនៅលើ ruler ហើយយើងអាចបាទលើករំកិលនៅលើ ruler នឹងបានបាទទៅតាមកម្រិតដែលយើងចង់លើកអក្សរនឹងទៅណាបាទហើយ tab នេះវាចេញពីណាមកបាទគឺវានៅខាងឆ្វេងដៃកាច់ខាងក្រោមនេះបាទអញ្ចឹងវាមាន tab ជាច្រើនដែលយើងហៅថា tab stop ឬកន្លែងដែលយើងសម្រាប់ឈប់ឲ្យយើងអាចចាប់ផ្ដើមសរសេរអក្សរនៅក្នុងបាទចំណុចណាឬក៏យើងហៅមកបែបទីថាចូលបន្ទាត់ចូលដើមបន្ទាត់បាទយើងអាចកំណត់បានហើយ ruler នឹងទៀតសោតគឺយើងអាចកំណត់បានទាំងបាទផ្នែកខាងលើខាងក្រោមនេះក៏យើងអាចកំណត់បានដែរនៅក្នុងការបាទទម្លាក់នៅអក្សររបស់យើងចង់សរសេរកម្រិតណានៃกระดาษនៅក្នុងกระดาษរបស់យើងណាបាទយើងអាចសេរីបាទបែបនេះបានបាទអញ្ចឹងគឺយើងអាចធ្វើការសេរីกระดาษបាទបានទៅតាមការចង់បានរបស់យើងបាននៅលើกระดาษរបស់យើងបាទយើងអាចសេរីឲ្យសរសេរពេញกระดาษឬក៏បែបណាទៅតាមការចង់បានរបស់យើងបាទអញ្ចឹងចំណុចបន្ទាប់បាទអញ្ចឹងត្រង់នេះគឺខ្ញុំបានបង្ហាញរួចហើយតាក់ទងទៅនឹងការបាទបង្ហាញឬក៏លាក់បន្ទាត់របស់យើងបាទយើងចុចនៅត្រង់ view tab បាទយើង check box បាននៅត្រង់ពាក្យថា ruler ដើម្បីបង្ហាញបន្ទាត់ឬក៏លាក់បន្ទាត់បាទបើយើង tick មានថាយើងបង្ហាញបើយើងអត់ tick ទេមានថាយើងលាក់បន្ទាត់នឹងបាទអញ្ចឹងបន្ទាប់តាក់ទងទៅនឹង document pane បាទអញ្ចឹងកន្លែងហ្នឹងគឺជាកន្លែងដែលយើងសម្រាប់សរសេរអក្សរបាទធ្វើកិច្ចការងារនៅលើកម្មវិធី Word បាទអញ្ចឹងតួយ៉ាងដូចអក្សររបស់ខ្ញុំនេះអញ្ចឹងខ្ញុំសូមចុច Control Z ដើម្បីត្រឡប់ក្រោយឬអ្នកទាំងអស់គ្នាអាចចុចនៅត្រង់នេះបានបាទ undo redo នេះគឺយើងអាចត្រឡប់បាទទៅមុនហើយនឹងក្រោយបានបាទអញ្ចឹងនៅក្នុងអ្វីដែលយើងបានសរសេរនេះគឺគេហៅថា document pane ហ្នឹងគឺតាក់ទងទៅនឹងទីតាំងសម្រាប់ឲ្យយើងធ្វើកិច្ចការងារបាទអញ្ចឹងឬក៏យើងហៅមកបែបទៀតហៅថា work area កន្លែងដែលយើងធ្វើកិច្ចការងារបាទសម្រាប់សរសេរអក្សរបាទយើងបាទដាក់ពណ៌បាទដាក់ពណ៌អក្សរបាទយើង select យើងដាក់ពណ៌បាទគឺយើងធ្វើកិច្ចការងារបាទមួយចំនួននៅលើផ្ទាំងក្តារកិច្ចការងាររបស់យើងបាទហើយក្តារកិច្ចការងាររបស់យើងមិនមែនមានតែមួយទេគឺមានច្រើនបាទអញ្ចឹងបាទយើងធ្វើរហូតទៅតាមបាទកិច្ចការទំហំកិច្ចការងាររបស់យើងបាទអញ្ចឹងនៅពេលដែលយើងសរសេរកាន់តែច្រើនបាទអញ្ចឹងក្តារកិច្ចការងាររបស់យើងហ្នឹងគឺវានឹងធ្លាក់ទៅកាន់ក្តារថ្មីមួយទៀតបាទពេលណាយើងកាន់តែសរសេរគឺកាន់តែធ្លាក់ទៅឬក៏យើងចុច enter ដើម្បីបង្កើតនៅបាទឯកក្តារថ្មីបន្ថែមទៀតបាទ
work area កន្លែងដែលយើងសម្រាប់ធ្វើកិច្ចការងារឬសរសេរអក្សរនៅក្នុងកម្មវិធី Word រួចហើយបាទគឺយើងទៅបន្ទាប់ពីតាក់ទងទៅនឹងបាទ scroll bar អញ្ចឹងសម្រាប់ scroll bar នេះគឺយើងសម្រាប់ចាប់អូសទាញឡើងលើឬក៏ចុះក្រោមបាទភាសាអង់គ្លេសគេហៅថា vertical scroll bar អញ្ចឹងនៅក្នុងឯកសាររបស់យើងបាទវាមាន vertical បាទ scroll បាទគេថារបាអូសចុះបាទឡើងលើចុះក្រោមហើយនឹងរបាអូសពីឆ្វេងទៅស្ដាំអញ្ចឹងចំពោះរបាបាទដែលយើងអូសបាទពីលើចុះក្រោមឡើងលើនេះគឺនៅវាបង្ហាញនៅពេលណាដែលយើងមានក្រដាស់កិច្ចការងារច្រើនសម្រាប់ឲ្យយើងអាច scroll ចុះមើលបាទមើលទៅលើក្រដាស់ទី1ទី2ឬក៏ក្រដាស់បន្តទៀតបាទចំពោះ scroll bar ដែលយើង scroll ពីឆ្វេងទៅស្ដាំគឺបាទវាចេញនៅក្នុងពេលណាដែលយើងបាទពង្រីកបាទយើងចុចពង្រីកក្រដាស់ការងាររបស់យើងនេះកាន់តែធំបាទអញ្ចឹងវានឹងចេញបាទ scroll នេះឲ្យយើងអាចអូសមើលពីឆ្វេងទៅស្ដាំបានបាទអញ្ចឹងនៅពេលដែលក្រដាស់កិច្ចការងារយើងធំគឺ scroll bar ដែលអូសពីឆ្វេងទៅស្ដាំវានឹងលេចឡើងតែនៅពេលណាដែលវាបាទរួមតូចគឺវាអត់ឃើញ scroll bar នៅខាងក្រោមអូសពីឆ្វេងទៅស្ដាំទេវាមានតែបាទ scroll bar ដែលយើងអាចអូសពីលើចុះក្រោមតែប៉ុណ្្នឹងទេបាទយើងប្រើសម្រាប់បាទមើលឯកសាររបស់យើងបាទអញ្ចឹងមេរៀនបន្តទៀតតាក់ទងទៅនឹងបាទ page and word count អញ្ចឹងនៅត្រង់នេះអ្នកអាចមើលឃើញចំនួនពាក្យបាទនិងទំព័រនៅក្នុងឯកសាររបស់យើងបានយ៉ាងងាយស្រួលបាទអញ្ចឹងបាទយើងត្រឡប់មកក្រដាស់កិច្ចការងាររបស់យើងមកបាទយើងមើលផ្នែកខាងក្រោមខាងឆ្វេងដៃបាទគឺវាមានទំព័របាទ page 1លើ1បាទមានថាយើងមានតែ1ទំព័រទេបាទហើយពាក្យដែលយើងសរសេរហ្នឹងនៅក្នុងបាទកិច្ចការងាររបស់យើងហ្នឹងសរុបគេឃើញថាមាន57ពាក្យបាទអញ្ចឹងនៅពេលដែលខ្ញុំ select វានឹងរាប់ពាក្យ8ពាក្យបាទអញ្ចឹងសរុបអស់57ពាក្យប៉ុន្តែសម្រាប់ភាសាខ្មែរយើងរាប់អត់ទាន់ត្រូវទេបាទហើយយើងប្រើភាសាអីគេបាទភាសាខ្មែរបាទអញ្ចឹងយើងសម្រាប់យើងមើលងាយស្រួលតើយើងបាទសរសេរភាសាអីគេសរសេរបានប្រមាណពាក្យបើភាសាអង់គ្លេសយើងសរសេរបានប្រមាណពាក្យហើយយើងមានចំនួនប្រមាណទំព័របាទអញ្ចឹងមេរៀនបន្ទាប់របស់យើងបាទអញ្ចឹងចំពោះចំណុចទី2ខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងបាទសូមតររាល់កំហុសឆ្គងផ្សេងៗអញ្ចឹងចំពោះចំណុចបន្ទាប់គឺយើងនឹងរៀនពីបាទតាក់ទងទៅនឹង document views ហើយនឹង zooming ដែលខ្ញុំបានបង្ហាញមុននឹងបន្តិចបាទ